สุดได้บางคนต่างออกนี่จ้าไงนี้คือดันนี้ปังหานดาวกรอยเศร้าดอดทมวยนี่จะพลายจราใส่สกัดเหมือนเต้นบางคนต่างออกนี่ให้บางคนนะคลาได้เคยดาวกรอยเศร้าชายจงยำดดมวนจะจงยำเงาชรุมวนหรือก็ท่าจงยำสลอมาจูเครื่องปูโกมจะหายจิบเส้นบอมปองจงรัดđã slap cùi sau tới gì vì thà ngăn ngồi chụp tay mặt đòn trả lờiនេះគឺថាផ្លែច្រើនខែតិចចិត្តចូលមកដល់ហើយអញ្ចឹងវាអាចមានជ្រុះខ្លះហើយចាហើយបងប្អូនណាខ្លះដែលនៅប្រទេសក្រៅដាំបានក្រូចសើចដូចដានីដែរនិយាយទៅខ្ញុំជឿថាបងប្អូនដែលនៅក្រៅប្រទេសនៅពេលដែលដាំក្រូចសើចបានដឹងថាសប្បាយចិត្តហ្មងព្រោះថាឲ្យតែបងប្អូនទាំងអស់គ្នាស្រឡាញ់ដើមក្រូចសើចខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាចូលចិត្តញ៉ាំម្ហូបខ្មែរហើយម្ហូបខ្មែរនេះទៀតសោតនៅពេលដែលយើងធ្វើញ៉ាំយើងតែងតែនឹកឃើញអនុស្សាវរីយ៍ល្អកាលដែលយើងនៅស្រុកខ្មែរញ៉ាំអាហារជួបជុំគ្រួសារអីចឹងណាអញ្ចឹងបើចំពោះខ្ញុំនៅប្រទេសអូស្ត្រាលីនេះវិញគឺមិនសូវជាពិបាកថែទាំទេចំពោះដើមក្រូចសើចនេះខ្ញុំមិនគិតថាទាំងអស់គ្នាទេប៉ុន្តែអ្វីដែលខ្ញុំដាំនេះគឺវាមិនមានអីពិបាកនោះទេបងប្អូនទាំងអស់គ្នាចានិយាយទៅអត់មានថែទាំអីទេចាអត់មានបានថែទាំអីច្រើនទេក៏វាដុះហើយក៏ផ្លែច្រើនជារៀងរាល់ឆ្នាំអញ្ចឹងហើយស្លឹកក៏ល្អជារៀងរាល់ឆ្នាំហើយខ្ញុំឃើញបងប្អូននៅប្រទេសអាមេរិកចាគាត់ក៏ចូលចិត្តដូចខ្ញុំដែរចាភាគច្រើនគឺគាត់ដាំចាពេលខ្លះគាត់ដាំនៅខាងក្រៅអត់បានដោយសារធ្លាក់តកកពេកឬក៏ត្រជាក់ពេកអញ្ចឹងទៅគាត់មានផើងដែលដាំក្នុងផើងពេលខែរងាអញ្ចឹងទៅពេលខ្លះគាត់មានរោងអ្នកខ្លះក៏អត់មានរោងអញ្ចឹងទៅក៏គាត់លើកចូលក្នុងផ្ទះគាត់តែម្ដងចាមិនថាស្លឹកគ្រៃអីទេអញ្ចឹងចង់និយាយថាបើចំពោះខ្ញុំវិញខ្ញុំមានសេចក្តីសុខដែរដោយសារដើមក្រូចសើចនេះវាជួយបានច្រើនចាជាពិសេសសក់ចាឬក៏យើងយកទៅស្ពងចានិយាយទៅបើស្ពងក្នុងផ្ទះទៀតគឺថាក្លិននឹងក៏អូបឈ្ងុយឈ្ងប់តែម្ដងចាចំពោះបងប្អូនណាអត់ចូលចិត្តក្លិនក្រូចសើចមិនដឹងណាតែចំពោះខ្ញុំវិញបើថាមានក្លិនក្រូចសើចហ្នឹងគឺថាសប្បាយចិត្តហ្មងចាហើយជាពិសេសបើថាបានស្លអីដែលតាក់ទងជាមួយនឹងស្លឹកក្រូចសើចនឹងក្រូចសើចនឹងទៀតអូយឆ្ងាញ់មែនទែនចាមានអារម្មណ៍ល្អពេញមួយថ្ងៃតែម្ដងចាអញ្ចឹងបងប្អូនណាខ្លះដោយដានីហើយនេះចង់បង្ហាញបងប្អូនអរគ្នាផ្លែធំល្អណាស់បងប្អូនអើយចាមើលទៅប្រហែលជាអាចនឹងបេះយកទៅស្ងោរវាដើម្បីទុកកក់សក់ចាធ្វើជាសាប៊ូកក់សក់អញ្ចឹងណាបាទហ្នឹងបើសិនញ៉ាំអត់អស់